មានវីដេអូច្រើនត្រូវការផុសនៅក្នុង Facebook Page ប៉ុន្តែបើសិនជាយើង upload ម្ដងមួយគឺវាត្រូវការពេលច្រើនមែនទែនអញ្ចឹងនៅក្នុង Meta Business Suite គឺមានមុខងារមួយដែលយើងអាចធ្វើការ upload វីដេអូម្ដងចូលទាំងអស់តែម្ដងហើយយើងអាចធ្វើការកែ caption ក៏ដូចជាកំណត់ពេលវេលាថាវីដេអូមួយណាគួរតែចេញនៅថ្ងៃណាអីជាដើមអញ្ចឹងសម្រាប់បងប្អូនដែលជាអ្នកកាន់ page ជាម្ចាស់អាជីវកម្មឬក៏ជាអ្នកដែលគាត់តែងតែផុសវីដេអូជាប្រចាំខ្ញុំជឿថាវិធីមួយនេះគឺជួយអ្នកទាំងនេះបានច្រើនខ្លាំងមែនទែនហើយនៅក្នុងវីដេអូនេះចាំខ្ញុំបង្ហាញអំពីរបៀបដែលយើងអាចចូលទៅកំណត់កន្លែងហ្នឹងបានជូនទៅកាន់អ្នកទាំងគ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអញ្ចឹងដំបូងអស់គឺយើងត្រូវចូលមកកាន់ Meta Business Suite ហើយបើសិនជាអត់ទាន់ដឹងថាចូលរបៀបណាទេអាចវាយ link នេះបានឬក៏យើងអាច search ពាក្យថា Meta Business Suite ហ្នឹងទៅយើងនឹងចូលមកកាន់ page យើងអញ្ចឹងនៅពេលដែលចេញផ្ទាំង dashboard បែបហ្នឹងគឺចូលដល់គឺយើងចុច create post ដើម្បីធ្វើការ upload ដូចជា hook ឬក៏វីដេអូដូចជាអីផ្សេងៗប៉ុន្តែលើកហ្នឹងគឺយើងចាំបាច់ចូលទៅកន្លែងហ្នឹងទេយើងអាចធ្វើការចូលមកកន្លែង more នេះយើងនឹងឃើញ option ពីរខាងក្រោមនេះគឺបើក upload reel ហើយនិង upload video អញ្ចឹងនៅខាងក្រោមពីរហ្នឹងគឺមានន័យថាយើងអាចធ្វើការ upload video ចូលម្ដងចំនួន50វីដេអូដែលយើងចាំបាច់ធ្វើម្ដងមួយអញ្ចឹងឧទាហរណ៍បើសិនជាយើងចង់ upload វីដេអូយើងយកខាងក្រោមគេបើសិនជាយើងចង់ upload ជាប្រភេទ reel គឺយើងយកខាងនេះឧទាហរណ៍ថាឥឡូវខ្ញុំចង់ធ្វើការ upload ជា reel ខ្ញុំចុចupload reel នេះហើយនៅខាងនេះគឺគេបញ្ជាក់មួយសារទៀតគឺយើងអាចធ្វើការ upload រហូតដល់50 reel ក្នុងពេលតែមួយឥឡូវខ្ញុំធ្វើការរើសវីដេអូ demo មួយចំនួនសិនខ្ញុំចុចពាក្យថា add reel បន្តមកទៀតគឺខ្ញុំ select ហើយខ្ញុំ upload ចូលហ្នឹងគឺវាចូលម្ដងទាំងអស់តែម្ដងគឺចំនួន50ច្រើនបំផុតគឺ50ប៉ុន្តែរបស់ខ្ញុំដូចជាមានតែ30វីដេអូទេអញ្ចឹងគឺវាចូលហើយកន្លែងដែលខ្ញុំបញ្ជាក់ថាយើងអាចធ្វើការកែទៅលើ caption ម្ដងមួយហ្នឹងគឺនៅកន្លែងនេះឧទាហរណ៍ថាកន្លែងនេះយើងចង់ដាក់ថា this is video 1អីចឹងទៅអញ្ចឹង caption នៅកន្លែងនេះយើងអាចដាក់ផ្សេងហើយ caption នៅវីដេអូផ្សេងទៀតគឺយើងអាចដាក់ផ្សេងហើយយើងអាចធ្វើការកំណត់ម៉ោងឲ្យវាចេញពេលណាឬក៏ផុសឥឡូវឬក៏អីគឺយើងអាចកំណត់នៅកន្លែងនេះដូចគ្នាយើងចង់ schedule ក៏បានយើងចង់ draft សិនក៏បានហើយបើសិនជាយើងចង់ edit ឲ្យបាន detail ជាងនឹងទៀតគឺយើងអាចចុច more edit option នៅលើនេះមកវានឹងចូលទៅក្នុងវីដេអូនឹងមួយតែម្ដងអញ្ចឹងគឺយើងអាចធ្វើការ upload ចំនួនច្រើនក្នុងពេលតែមួយធ្វើតាមវិធីហ្នឹងយើងរៀបចំតែម្ដងទៅគឺជាការស្រេចឧទាហរណ៍ថាយើងមាន30វីដេអូចង់ផុសក្នុងមួយខែយើង upload តែម្ដងយើងអង្គុយរៀបចំមកហើយគឺមួយខែហ្នឹងគឺវាមានវីដេអូចេញទៅ direct តែម្ដងដែលយើងចាំបាច់ upload ម្ដងមួយហើយបើសិនជាគាត់អ្នកដែលគាត់ប្រើ hashtag ឬក៏ជា caption តតែទៀតហៅតែស្រួលទៀតគឺ copy paste ទៅគឺជាការស្រេចអញ្ចឹងដើម្បី upload បានគឺយើងគ្រាន់តែរងចាំឲ្យវីដេអូហ្នឹងវាពេញ 100% គ្រប់ចំនួនទៅយើងចុច publish ទៅគឺជាការ share អញ្ចឹងវានឹង follow ទៅតាម plan ដែលយើងបាន set នៅក្នុង Meta Business Suite ហ្នឹងដោយសារតែមុខងារហ្នឹងគឺខ្ញុំបានប្រើផ្ទាល់ហើយដោយបងប្អូនគ្នាបានឃើញអញ្ចឹងគឺថាវាជួយសន្សំទៅលើពេលវេលារបស់យើងច្រើនមែនទែនទោះបីជាយើងចង់ upload ម្ដង20 30វីដេអូក៏យើងអាចធ្វើការ upload បានដែរហើយអ្វីដែលសំខាន់វីដេអូមួយគឺយើងអាចកែ caption កែទៅលើ schedule date កែទៅលើ hashtag ឬក៏អីផ្សេងៗតាមតម្រូវការរបស់យើងទៀតអញ្ចឹងមុខងារមួយហ្នឹងខ្ញុំជឿថាវាមានប្រយោជន៍ខ្លាំងមែនទែនបើសិនជាបងប្អូនអត់ដឹងខ្ញុំជឿថាបងប្អូនទាំងនេះអាចចូលទៅសាកបានគឺយើងអាចសាកបានទាំងអស់តែម្ដងហើយបើសិនជាបងប្អូនចង់បានឲ្យខ្ញុំនិយាយអំពី tips ផ្សេងតាក់ទងជាមួយ Facebook តាក់ទងជាមួយនឹង AI ឬក៏តាក់ទងជាមួយនឹង topic ផ្សេងទៀត comment នៅខាងក្រោមខ្ញុំរីករាយនឹងធ្វើជូនអ្នកទាំងគ្នាហើយបើសិនជាបងប្អូនដែលគាត់គិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ like share ឬក៏ mention អ្នកដែលគាត់គួរតែដឹងអំពីចំណុចមួយហ្នឹងនៅខាងក្រោមដូចគ្នាអ្នកដែលមើលក្នុង YouTube កុំភ្លេចជួយចុច subscribe ម្នាក់មួយវីដេអូហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេអរគុណហើយពួកយើងជួបគ្នានៅវីដេអូក្រោយ